បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកមើលគោហូបផ្កាខាត់ណាម្ដងបាទហេគោសាហូបផ្កាខាត់ណាបាទនិយាយលេងណាពុកម៉ែបងប្អូនបាទមុននឹងទៅទស្សនាគោមកមើលផ្កាតកូនវិញម្ដងបាទផ្កាតកូនខែប្រាំងនេះវាចាប់ផ្ដើមរីសម្បើមណាបាទវាខាស់ទឹកអស់ក៏វាចាប់ផ្ដើមរីផ្កាយ៉ាងស្គុះស្គាយដើម្បីត្រៀមនឹងចេញគ្រាប់បាទនេះครับផ្កាតកូនណាទឹកអត់មានអ្នកបងប្អូនក្មេងៗអត់ទៅផ្កាតកូនបាទបងក៏ស្គាល់ហើយផ្កាតកូនបាទនិយាយលេងទៅបាទអានេះផ្កាអីគេអានេះផ្កាពោតបារាំងបាទអូផ្កាពោតបារាំងគេផ្កាអញ្ចេះសោះហ្មងហើយផ្កាស្អាតមើលអាក្នុងវាមានស្វាយហើយខាងក្រៅវាមានអមបែកពណ៌ដូចពណ៌មន់អាម៉េចទេនេះបាទអានេះដល់មកបើបាទត្រួយបើដល់បន្តិចទៀតសុំគាត់កាច់យកទៅបបឲ្យកូនពួយបាទហើយបាទនេះបងប្អូនមកមើលទេសភាពនេះមានផ្កាអីគេអានេះដល់ផ្កាអីគេខ្លះទេអានេះអត់ស្គាល់ទេអានេះផ្កាប្រៃទេបាទតោះយើងដើរទៅមើលគោបាទសូមអធិស្ឋានផងខ្ញុំដកសលេងឲ្យមករីខតដោយសារតែមានអ្នកភូមិគេចាក់បាសអញ្ចឹងទៅក៏ខ្លាចយក copyright នៅក្នុងវីដេអូក៏ដើរមកមើលគោបាទមើលគោស៊ីស្មៅទេបាទមិនមែនស៊ីផ្កាខាត់ណាទេបាទផ្កាខាត់ណានេះអាវីដេអូមុនខ្ញុំថតឲ្យបងប្អូនមើលហើយគាត់កាត់ហើយបាទគាត់កាត់ទាំងអាតូចកាត់ដល់ធំទាំងអស់ហើយឥឡូវនៅអាកន្លែងខ្ញុំថាល្អណូពីវីដេអូមុនខ្ញុំថាកន្លែងល្អគាត់ដាក់ជីគាត់ថែហ្នឹងអានៅគឺវាមានដោះស្មាតដែរប៉ុន្តែគាត់ថែល្អបាទនេះគាត់ក្របមើលឃើញទេថ្លោសធំល្អណាស់នេះអានេះបានថាលេខ1ហ្មងនេះផ្កាខាត់ណាហើយខ្ញុំហូបហើយខ្ញុំឆាហើយជាតិអូយជាតិមានន័យថាសឹងតែឆាមិនបាច់ដាក់សាច់គោឬក៏សាច់ជ្រូកហ្មងណាបាទជាតិតែបើយើងបានដាក់សាច់ទៀតរឹតតែឆ្ងាញ់ដោយសារតែវាមានចូលជាតិបាទហើយមើលស្បៃគាត់នេះអានេះរឹតតែថ្លោសទៀតបាទមើលស្រួយណាខ្ញុំកាន់មកលើខ្សោប៉ុន្តែដោយសារលឺសលេងបាសពេកនោះបាទចឹងខ្ញុំសុំដកសលេងហើយអធិស្ឋានពុកម៉ែបងប្អូនបាទតោះហូបស្បៃយើងដើម្បីសុខភាពល្អ